បាទបន្ទាប់មកទៀតនេះគឺគូទី70បាទត្រឡប់ឡើងទៅលើមកលេខវិញគូទី70ខ្សែទឹកខាងក្នុងដែលមានព្រៀបទូកដែលមានឈ្មោះថាអធិរាជចក្រភពរាំងសីបាទគឺជាទូកកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានអាដាមនាយដាមស្នីសៅសខាអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានព្រៀបជាងគូប្រកួតពេលដែលឆ្លងផុតកងភ័ណ្ឌទី2ចំណែកឯខ្សែទឹកខាងក្រៅក្រាំងជែកសែនជ័យខេត្តកំពង់ចាមដែលមានឯកស្ថានពណ៌ផ្ទៃមេឃបាទក្រាំងជែកថែមលបឿនដែរក៏ប៉ុន្តែចក្រភពរាំងសីមិនធម្មតាទេបាទគឺជាទំនុកចិត្តរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសលបឿនក៏លឿនអធិរាជចក្រភពរាំងសីដែលមានចំណុះ75ក៏ប៉ុន្តែក្រាំងជែកតែ72ខេត្តកំពង់ចាមបាទក្រាំងជែកថែមឲ្យលឿនតិចឡើងមកគឺមកពីក្រាំងជែកហើយឯកសណ្ឋានពណ៌ផ្ទៃមេឃស្រស់ល្អណាស់មួកពណ៌សបាទគូពិសេសផែនទី2ដល់គូទី70ហើយសម្រាប់គូពិសេសនៅក្នុងផែនទី1នេះគូទី70ខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានពណ៌ផ្ទៃមេឃមួកពណ៌សទូកដែលមានឈ្មោះថាក្រាំងជែកសែនជ័យក្រាំងជែកសែនជ័យដែលស្ថិតនៅខ្សែទឹកខាងក្នុងឯកសណ្ឋានពណ៌ផ្ទៃមេឃគឺជាទូករបស់ខេត្តកំពង់ចាមចំណែកឯខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានពណ៌ខៀវទឹកបិចខាងមុខរំលេចដោយមួកសល្អខាងក្រោយដោយមួកក្រហមចំទៅដោយចង្វាពណ៌លឿងបាទចុងចង្វាពណ៌លឿងគឺអធិរាជចក្រភពរាំងសីបាទអធិរាជចក្រភពរាំងសីគឺជាទូកកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាទឧបត្ថម្ភដោយឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាទពេលនេះឃើញថានៅតែមានព្រៀបជាងគូប្រកួតហើយអ្វីត្បិតតែចូលមកខ្សែទឹកជាមួយគ្នាមែនក៏ប៉ុន្តែកំពុងដកគូប្រកួតហើយគួរជាទីសង្ឃឹមគួរជាទីទុកចិត្តរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសអធិរាជចក្រភពរាំងសីដកគូប្រកួតហើយចំណែកឯក្រាំងជែកសែនជ័យក៏ថែមដែរក៏ប៉ុន្តែមិនធម្មតាទេ139លេខអធិរាជចក្រភពរាំងសីបាទនៅពេលនេះឃើញថាបាទឯកឧត្តមលោកជំទាវអស់លោកខាងកងរាជអាវុធហត្ថបាទសូមអសាទរផងអធិរាជចក្រភពរាំងសីជើងទី2បាទគឺទទួលជ័យជំនះទៅលើក្រាំងជែកសែនជ័យរបស់ខេត្តកំពង់ចាមបាទវត្តទីរាំងសីភេទទេណា